ta ở lúc xây đây thọp miền rịa ram rai đấy tị rịa hay ta nó phải là rịa đòn đó nó diện chiều bà là dạng được nách hay một là hạt một thì ấy class chứ nó bên âu đấy nhóm nâng đi đẹp trong trường ngôi nâng chừng ngư đại rịa ram rai chứ chừng ngư rịa ram rai nó cứ nó phải là dương rịa nó mang đi tha chung phao để bộ miền tây hay ai lớp vì bay đi có buôn đo trong một ngày nó rịa vì lớp vì buôn sập đá đầu ai vì ai pa là đó là cung được hiệp này chỉ vật dương chỉ vật cảm của chặt này rồi xa tay dương rịa một là hạt này chừng ngư rịa ram rai nắng cứ thì mỗi đẹp trong trường ngôi nâng ca bằng co rồi nó mang đi tha ai chè một bộ battery buộc vào virus một bộ parasit này dân tại bên nó không luôn mà dân đó ai mẹ đâu để chuột được nhau trên cái đóคือbộ parasit để chuột được nhau cái bộ chặt giá rồi có bộ close close đi bị siêu này rồi có bằng top đi dân bên là IBS hay thì biết đẹp đôi chuyện môi nơi chuyện IBD rồi có inflammatory bowel disease để dân hại bên trong video muốnคือchuyện đó về chuyện Crohn disease hay chuyện ulcerative colitis thì bây đẹp đôi chuyện môi nên theo mình pro đây này cho là na của viên bỏ dân đó đôi chia chừng IBS đại miền là chừng rét hao ta IBSD đó rồi có đẹp trong trường nguyên nâng cao đấy nó mang tha chia functional thế về mình còn làm một vì vậy vật còn nó lại vậy vật còn đây hay thì muốn đẹp trong trường nguyên nâng rô sinh nha này ca sốt rộ chưa bị chết mình ba là đôi chia nó cả đây này class còn oi tè hộp ha để nên chết lại đâu đưa co ha xây kia đâu bằng tha thôi oi cọt rẻ nó hao cả lactose intolerant hay ai chơi chuyện như celiac diseaseហ្នឹងគឺវាតាក់ទងជាមួយនឹងអត់ទ្រាំទ្របានជាមួយនឹងជាតិ gluten ឬក៏តាក់ទងជាមួយនឹងបញ្ហាលំពេងដូចជាការរលាករំពេងឡារ៉ាំរ៉ៃឬក៏ជំងឺថា cystic fibrosis អាហ្នឹងបានន័យថាលំពេងហ្នឹងវាអត់អាចទៅចេញអរម៉ូនគ្រប់គ្រាន់ដើម្បីសម្រាប់រំលាយអាហារហ្នឹងហើយទី5តាក់ទងជាមួយនឹងភាពមិនប្រក្រតីនៃក្រពេញតែជួបញឹកញាប់ជាងគេគឺជំងឺក្រពេញកដែលគេហៅថា hyperthyroidism ហ្នឹងគឺវារោគសញ្ញាធ្វើឲ្យយើងអាសារៀកតិចរៀកឬក៏បាត់ជើងញឹកហើយអាចសក់គីឡូអាចញ័រដៃហើយមានអារម្មណ៍ថាដៅនៅក្នុងខ្លួនយើងអាចមើលវីដេអូមុនតាក់ទងជាមួយនឹង hyperthyroidism ហ្នឹងឬក៏តាក់ទងជាមួយនឹងជំងឺទឹកនោមផ្អែមក៏បង្កមានរាគដែរហើយតាក់ទងមួយទៀតទី6តាក់ទងជាមួយនឹងថ្នាំបើសិនជាយើងលេបថ្នាំវាអាចថ្នាំខ្លះហ្នឹងអាចធ្វើមានរាគថ្នាំដែលជួបញឹកញាប់ជាងគេពួកថ្នាំសាសថ្នាំបញ្ចុះលាមកថ្នាំអង្គការសិទ្ធិដែលយើងប្រើសម្រាប់ជាកាហ្វេហ្នឹងដែលមានជាតិរពុកម៉ាញ៉េស្យូមឬក៏ប្រើថ្នាំគីមីឬក៏ថ្នាំផ្សេងទៀតវាមានច្រើនប្រភេទហើយទី7មូលហេតុផ្សេងទៀតអាចតាក់ទងជាមួយនឹងគេហៅជំងឺម្យ៉ាងហៅថា SIBO ហ្នឹងគឺ small intestinal bacterial overgrowth បានន័យថានៅក្នុងពោះវៀនរបស់យើងហ្នឹងមេរោគដែលងាយនឹងលូតលាស់ច្រើនឬក៏តាក់ទងជាមួយនឹងការរលាកពោះវៀនធំដែលគេហៅថា microscopic colitis អាហ្នឹងគឺវារលាកនៅពេលពោះវៀនធំហ្នឹងតែយើងធម្មតាដល់នៅច្រឹបអាសាច់ពោះវៀនធំហ្នឹងដែលពិនិត្យមើលនៅក្នុង microscope មិនអាចដឹងឬក៏តាក់ទងជាមួយនឹងការស្រោបអាស៊ីតការស្រោបរបស់ទឹកប្រមាត់មិនបានល្អឬក៏តាក់ទងជាមួយនឹងការផឹកស្រាជាតិសង្វឹងនឹងរយៈពេលយូរឬក៏ជំងឺមហារីកមួយចំនួនដូចជាមហារីកតាក់ទងជាមួយនឹងពោះវៀនធំហើយនឹងពួក lymphoma ហ្នឹងរោគសញ្ញាដែលតាក់ទងជាមួយនឹងជំងឺរាគរ៉ាំរ៉ៃហ្នឹងមានយើងអាសាជុះមកលាមកទន់ឬក៏លាមកដូចទឹកអញ្ចឹងអាចឈឺពោះអាចឈឺរមូលពោះឬក៏ខ្យល់ពោះអាចមានហើមពោះឬក៏តឹងពោះឬក៏មានខ្យល់ក្នុងពោះច្រើនសក់រងន់អស់កម្លាំងឬក៏មានការខ្សោយមានការបាត់បង់ជាតិទឹកដែលសម្គាល់បានថាយើងមានស្ងួតមាត់ឬក៏ជួននំមកអង្គស្អាប់ឬក៏វល់មុខហើយជួនកាលវារាគហ្នឹងមានឈាមមានសម្បោរកាលណាមានឈាមមានសម្បោរហ្នឹងវាអាចតាក់ទងជាមួយនឹងរាគដោយសាររយៈពេលយូរចឹងយើងត្រូវគិតដោយសារពពួកIBD ហ្នឹងតើយើងធ្វើយ៉ាងដូចម្ដេចដើម្បីនឹងថារកមើលមូលហេតុនៃរាគរ៉ាំរ៉ៃហ្នឹងយើងធ្វើដូចម្ដេចចឹងនៅពេលនេះយើងត្រូវគួរតែជួបជាមួយនឹងគ្រូពេទ្យនឹងធ្វើការសាកសួរពីប្រវត្តិជំងឺការពិនិត្យរាងកាយរយៈពេលនៃរាគហ្នឹងរយៈពេលប្រហែលហើយការរាគហ្នឹងរាគមកលាមកយ៉ាងម៉េចញឹកញាប់ប៉ុណ្ណាហើយអ្នកតងជាមួយនឹងរបបអាហាររបស់យើងការប្រើថ្នាំរបស់យើងហើយនឹងមានប្រវត្តិនៃការធ្វើដំណើរទៅតំបន់ណាដែលអាចឆ្លងមេរោគច្រើនអត់ការពិនិត្យមើលលាមកដើម្បីឆែកមើលតើវាមានឈាមឬក៏វាមានជាតិខ្លាញ់ក្នុងលាមកហ្នឹងហើយយើងអាចតេស្តមើលពពួកC. difficile ហ្នឹងឬក៏ពពួកប៉ារ៉ាស៊ីតពងប៉ារ៉ាស៊ីតមួយចំនួនការធ្វើតេស្តឈាមដើម្បីមើលតាក់ទងជាមួយនឹងយើងមានស្លេកស្លាំងឬក៏អត់មានជាតិរលាកឡើងឬក៏អត់ឬក៏យើងមានបាត់បង់អាហារូបត្ថម្ភមួយចំនួនបាត់បង់ពពួកវីតាមីនយើងឆែកមើលពួកមុខងាររបស់កាប៉េង TH ជា TSA TC T4 ហ្នឹងហើយបើសិនជាយើងសង្ស័យថាមូលហេតុមកពីកាប៉េង TH ហ្នឹងបើសិនជាសង្ស័យថា
គាត់អត់ឆ្លើយតបជាមួយនឹងគាត់អាចតន់ទ្រាំបានជាមួយនឹង gluten ហ្នឹងយើងអាចធ្វើcirrhosis យើងអាចធ្វើ HIV ហើយយើងអាចធ្វើរូបភាពការអាចកាត់ថតបានន័យថាយើងអាចធ្វើ echo ឬក៏ CT scan ឬក៏ MRI ទៅតាមមូលហេតុរបស់វាហើយយើងអាចធ្វើសុំពោះវៀនឬសុំកាពះពោះវៀនដើម្បីសង្ស័យថាវាមានដុំឬក៏វាមានការរលាកអីយើងអាចចាប់ពោះវៀននឹងទៅពិនិត្យមើលហើយនឹងយើងអាចតាក់ទងជាមួយនឹងការពិនិត្យរកការ lactose intolerant ឬក៏គេពិនិត្យអាស៊ីដូហ្នឹងមានថាបាក់តេរីរីលូតលាស់ច្រើននៅក្នុងពោះវៀនហ្នឹងហើយតើយើងត្រូវព្យាបាលដោយម្ដេចចំពោះជំងឺរាករ៉ាំរ៉ៃហ្នឹងគឺជំរឿននៃការព្យាបាលហ្នឹងអាស្រ័យទៅលើមូលហេតុរបស់វាទីមួយយើងត្រូវតែផ្លាស់ប្ដូររបបអាហាររបៀបរស់នៅដូចជាជៀសវាងអាហារណាដែលបង្កឲ្យមានរាគដូចជាពពួក lactose ពពួក gluten ឬក៏អាហារដែលមានខ្លាញ់ច្រើនហើយបើសិនជាយើងមាន IBS យើងគួរតែតអាហារផ្អាប់ឬក៏អាហារដែលមានជាតិ food map ហ្នឹងតិចតួចយើងអាចមើលវីដេអូក្នុង IBS បានហើយយើងគួរតែបង្កើនអាហារដែលមាន fiber ហ្នឹងអាចរលាយបានដូចជាពពួកចេកអាចជាពពួកអាហារដែលមាន fiber ដែលអាចរលាយបានហ្នឹងគឺគោលបំណងដើម្បីយើងទៅធ្វើឲ្យលំហ្នឹងវាផ្សំគុំគ្នាជាដុំព្រោះកាលណាវារាកមានលំចេញមកទឹកចឹងហើយទី2យើងអាចប្រើថ្នាំវាអាស្រ័យទៅលើមូលហេតុដែរបើសិនជាបង្កឡើងដោយពពួកបាក់តេរីឬក៏ viral ហ្នឹងយើងអាចប្រើពួកថ្នាំសាសតែបើសិនជាយើងមិនមានជាពួកបាក់តេរីពួក viral អីទេយើងអាចប្រើពួកថ្នាំបញ្ចាំងនឹងការរាកប៉ុន្តែថ្នាំបញ្ចាំងការរាកហ្នឹងយើងប្រើដោយប្រុងប្រយ័ត្នព្រោះប្រើទៅអាចធ្វើឲ្យមានឆ្អល់ពោះហោមពោះហើយយើងអាចប្រើថ្នាំបញ្ចាំងនឹងការរលាកចំពោះជំងឺដែលមាន IBD ហ្នឹងអាហ្នឹងដល់តែយើងពិនិត្យមើលច្បាស់បានន័យថាយើងត្រូវសុំពពួកវាមើលច្បាស់សិនតើជាប្រភេទ IBD ឬក៏អត់ហើយបើសិនជាតាក់ទងជាមួយនឹងការស្រូបយកទឹកប្រមាត់អត់បានល្អយើងប្រើថ្នាំសម្រាប់ទឹកប្រមាត់ហ្នឹងគេហៅថា bile acid sequestrum ហ្នឹងហើយយើងត្រូវតែប្រគ្រប់ជាតិទឹកយើងត្រូវហូបទឹកឲ្យគ្រប់គ្រាន់ដើម្បីកុំឲ្យមានការបាត់បង់ជាតិទឹកបើសិនជាយកទឹកអត់បានទេយើងអាចចាក់សេរ៉ូមដើម្បីប្រគ្រប់ជាតិទឹកហើយនឹងសំខាន់នេះយើងគឺបើសិនជាយើងសង្ស័យថាបង្កឡើងដោយពពួកកពេញទៀតអ៊ីត hyperthyroidism ហ្នឹងយើងព្យាបាលរឿង hyperthyroidism ហ្នឹងហើយបើសិនតាក់ទងជាមួយនឹងអរម៉ូនរបស់ប៉ងរ៉េអាលំពេងអរម៉ូនរបស់លំពេងហ្នឹងវាមានការខ្វះខាតយើងត្រូវតែឬក៏អង់ស៊ីមរបស់លំពេងហ្នឹងវាអត់គ្រប់គ្រាន់យើងត្រូវបង្គ្រប់អង់ស៊ីមរបស់លំពេងហ្នឹងហើយសំខាន់មួយទៀតគឺការផ្លាស់ប្ដូរនៃរបៀបរស់នៅហ្នឹងបានន័យថាយើងបន្ថយ stress បន្ថយជាតិសាវ៉ាជាតិស្រាឬក៏អាល់កុលហ្នឹងហើយនឹងពួកកាហ្វេអ៊ីនហ្នឹងហើយតើពេលណាដែលយើងគួរតែទៅជួបជាមួយនឹងគ្រូពេទ្យបើសិនជាយើងរាកហ្នឹងវាគ្រប់រហូតដល់រាករ៉ាំរ៉ៃដល់4អាទិត្យព្រោះយើងនិយមនៃរាករ៉ាំរ៉ៃដាក់នៅថាលើពី4អាទិត្យប៉ុន្តែបើសិនជារាកនឹងលើពី2អាទិត្យហើយយើងគួរតែទៅជួបជាមួយនឹងគ្រូពេទ្យហើយក្នុងករណីដែលយើងមានការបាត់បង់ជាតិទឹកច្រើនដូចជាវិលមុខឬក៏ជួងនោមមកជួងនោមឡើងស្អាប់ហើយនឹងមានជុំឲ្យមានឈាមមានសម្បោរក្នុងលំមុខហ្នឹងហើយស្រកកលោដល់មូលហេតុហើយឈឺពោះខ្លាំងហើយមានក្តៅខ្លួនហ្នឹងជាសញ្ញាដែលយើងត្រូវទៅជួបគ្រូពេទ្យហើយអញ្ចឹងបើសិនជាលោកស្រីមានសំណួរអាចសាកសួរតាមលេខ Telegram នេះបាន